ទីបំផុតខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតត្រាហ្គិនគុនខ្មែរបានរកឃើញម្ចាស់ហើយគឺកីឡាករយ៉ាស៊ីនសញ្ជាតិអាហ្វហ្គានីស្ថានដែលជាសិស្សរបស់លោកសេនប៊ុនថេនកីឡាករបរទេសវ័យក្មេងយ៉ាស៊ីនបានក្រសោបបានខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតពីកម្មវិធីត្រាហ្គិនគុនខ្មែរនៅលើទឹកដីគិនស្វាយខេត្តកណ្ដាលរាត្រីថ្ងៃទី30ខែមីនាឆ្នាំ2025ក្រោយពីបានយកឈ្នះទៅលើកីឡាករជើងខ្លាំងសារ៉ាដេតនៅក្នុងជំនួបវគ្គផ្ដាច់ព្រាត់យ៉ាងតានតឹងកីឡាករទាំងពីរបានឆ្លងកាត់ការប្រកួតជម្រុះជុំទី1ដែលកីឡាករយ៉ាស៊ីនបានយកឈ្នះទៅលើកីឡាករ Kevin Martinez ដែលជាកីឡាករមកពីប្រទេសអេស្ប៉ាញដោយពិន្ទុចំណែកឯសារ៉ាដេតវិញបានផ្ដាច់កីឡាករម៉ុងហ្គូលីធីហ្សូជេរ៉ែលឲ្យបោះបង់ការប្រកួតនៅក្នុងទឹក2ដោយការវាយរហូតដល់ញ៉ាកណ្ដាលរាប់ដល់10មិនអាចបន្តការប្រកួតបានធ្វើឲ្យរ៉ាដេតបានឡើងទៅប៉ះកីឡាករយ៉ាស៊ីននៅវគ្គផ្ដាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់ហើយក្នុងជំនួបវគ្គផ្ដាច់ព្រាត់ការពីយប់មិញនេះត្បិតតែអ្នកគាំទ្រភាគច្រើនបានទស្សន៍ទាយកន្លងមកមុនប្រកួតហើយថាចង់ឲ្យកីឡាករទាំងពីរប៉ះគ្នាទីបំផុតក៏បានប៉ះគ្នាពិតមែនហើយការប្រកួតក៏ល្អទស្សនាលើសពីការរំពឹងទុកថែមទៀតកីឡាករទាំងពីរមិនលាក់អាវុធឡើយបើទោះបីជាឆ្លងកាត់ការប្រកួតច្រើនតង់ក៏ដោយក៏ប៉ុន្តែកម្លាំងអ្នកទាំងពីរមិនថមថយចូលវាយសម្រុកគ្នាទៅវិញទៅមកអាវុធវិញគឺមានស្ទើរតែគ្រប់ទម្រង់ទាំងអស់ក៏ប៉ុន្តែកីឡាករបរទេសយ៉ាស៊ីនហាក់បីដូចជាមានប្រៀបទៅលើសារ៉ាដេតច្រើនព្រោះកន្លងមកអ្នកទាំងពីរក៏ធ្លាប់បានប៉ះគ្នារួចមកហើយដោយសារតែរ៉ាដេតបានធ្លាប់យកឈ្នះពិន្ទុទៅលើកីឡាករយ៉ាស៊ីនហើយលើកនេះកីឡាករយ៉ាស៊ីនក៏បានសងសឹកសម្រេចទៅលើសែនរ៉ាដេតព្រមទាំងបានខ្សែក្រវ៉ាត់ជូនលោកគ្រូថែមទៀតផងក៏ជម្រាបផងដែរថាកីឡាករយ៉ាស៊ីនបច្ចុប្បន្នវឹកហាត់នៅក្លឹបសេនប៊ុនថេនប៉ែនកាក់គុនខ្មែរហើយគេក៏ជាកីឡាករមកពីប្រទេសអាហ្វហ្គានីស្ថានត្បិតតែទៅវឹកហាត់នៅប្រទេសកម្ពុជាពិតមែនប៉ុន្តែកីឡាកររូបនេះហាក់បីដូចជាមានប្រវត្តិប្រកួតល្អដោយកីឡាកររូបនេះធ្លាប់ប៉ះជាមួយសុទ្ធតែជាកីឡាករគុនខ្មែរជើងខ្លាំងនៅក្នុងស្រុកទៅចូលវឹកហាត់នៅក្លឹបក្នុងស្រុកមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែបានក្លាយទៅជាម្ចាស់ខ្សែក្រវ៉ាត់នៅក្នុងកម្មវិធីដ៏ធំមួយបាត់ទៅហើយ